បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបដែលយើងអាចបិទទៅលើកម្មវិធីនៅលើទូរស័ព្ទដៃដែលវា synchronize ជាមួយនឹង MacBook របស់យើងអញ្ចឹងជាក់ស្ដែងពេលដែលយើងចូលទៅកាន់កម្មវិធីគឺវាបង្ហាញនៅកម្មវិធីច្រើននៅលើ MacBook របស់យើងអញ្ចឹងយើងនឹងចូលទៅបិទកុំឲ្យវាបង្ហាញដោយសារកម្មវិធីមួយចំនួនវាបង្ហាញដើម្បីឲ្យយើងចង់ connect mirror ទៅកាន់ទូរស័ព្ទអីវាងាយស្រួលអញ្ចឹងបើយើងអត់ចង់ឲ្យវាបង្ហាញច្រើនទេយើងអាចចូលទៅបិទ setting នៅក្នុង MacBook របស់យើងបាទអូខេអញ្ចឹងយើងចូលមកកាន់ setting មកហើយយើងចូលមកកាន់ spotlight បន្ទាប់មក scroll មកក្រោមឲ្យអស់យើងយកពាក្យ iPhone app អញ្ចឹងយើង untouch កន្លែងហ្នឹងទៅគឺវានឹងឈប់បង្ហាញទៀតឯងគឺវា show តែកម្មវិធីផុស MacBook របស់យើងទេ